អញ្ចឹងបន្ទាប់ពីបងបានបង្កើតលក្ខខណ្ឌនៃការកម្ចីក៏ដូចជាប្រាក់ពិន័យនិងរយៈពេលនៃការពិន័យរួចមកគឺមកដល់ដំណាក់កាលដែលបងត្រូវបង្កើតការកម្ចីឬក៏បង្កើតរយៈពេលនៃការកម្ចីអញ្ចឹងហ៎បងអញ្ចឹងដើម្បីបង្កើតរយៈពេលនៃការកម្ចីហ្នឹងគឺបងចូលមកកន្លែង create loan បន្តមកទៀតគឺបងជ្រើសរើសpayment state តាក់ទងជាមួយនឹង payment state នេះគឺបងត្រូវជ្រើសរើសយក0%ប៉ុន្តែតាក់ទងជាមួយនឹងចំណុចនេះដែរបងត្រូវចាំចំនួនទឹកលុយនេះផងដែរថាចំនួនទឹកលុយនៃការរំលោភប្រាក់ដើមហ្នឹងគាត់ប៉ុន្មានព្រោះនៅពេលដែលបងជ្រើសរើស payment state 0%ហើយត្រង់នេះគឺតម្រូវឲ្យបងវាយម្ដងទៀតហើយចំណុចមួយទៀតគឺតាក់ទងជាមួយនឹងការប្រាក់នៃការកម្ចីរបស់បងអញ្ចឹងរបស់បងគឺបងជ្រើសរើសយកប្រភេទការប្រាក់បង់ការប្រាក់សុទ្ធរយៈពេលដែលបងបង់គឺ12ខែអញ្ចឹងបន្តមកទៀតគឺបងអឺដាក់ថាតាក់ទងជាមួយចំណុច interest rate នេះគឺសំដៅទៅលើការភាគរយនៃការប្រាក់របស់បងអញ្ចឹងក្នុងមួយនេះបងគិតប្រមាណភាគរយអញ្ចឹងឧទាហរណ៍ថា2%ហើយនឹងចំណុចចុងក្រោយនៅក្នុងការបំពេញនេះគឺតាក់ទងជាមួយនឹងថាគាត់ចាប់ផ្ដើមបង់ម្ដងទៀតនៅក្នុងថ្ងៃណាគាត់ចាប់បង់លើកទី1អញ្ចឹងឧទាហរណ៍ថានៅខែក្រោយថ្ងៃ7ហ្នឹងគាត់ត្រូវបង់ម្ដងទៀតឬក៏គាត់បង់ថ្ងៃនឹងខែហ្នឹងគឺអាស្រ័យទៅលើខាងបងអញ្ចឹងណាបន្ទាប់ពីបងបំពេញព័ត៌មានហ្នឹងរួចហើយគឺបងយកកន្លែង check payment schedule នេះគឺបងនឹងឃើញ schedule ដែលគាត់ត្រូវបង់ថាគាត់ចាប់ផ្ដើមបង់ម្ដងទៀតនៅថ្ងៃណាពេលណាអីចឹងទៅហើយបន្ទាប់មកទៀតបងចុច submit អញ្ចឹងបន្ទាប់ពីបងចុច submit រួចហើយមកដល់ត្រង់នេះបងត្រូវជាចេញជាកិច្ចសន្យាសុំទោសបងគឺចំណុចត្រង់នេះគឺបងត្រូវចេញជា schedule មួយឲ្យខាងអតិថិជនរបស់បងអញ្ចឹងគឺបងអាចចុចមកកន្លែង schedule នេះមួយមកហើយបន្ទាប់មកបងយកពាក្យថា print អញ្ចឹងឯងបងអាចធ្វើការ print ចេញនៅ schedule ក្នុងការបង់ប្រាក់ហ្នឹងឲ្យគាត់បានហើយតកតងមួយទៀតតកតងជាមួយនឹងការបំពេញរាល់កិច្ចសន្យាឧទាហរណ៍ថាបងមាន file ក្នុងការចរចាកិច្ចសន្យាសញ្ញេអីហើយបងត្រូវការ upload ចូលទៅក្នុង system ហ្នឹងវិញអញ្ចឹងបងជ្រើសរើសយកកន្លែងនេះគេដាក់ថា upload contract in PDF ហ្នឹងអញ្ចឹងបងជ្រើសរើសយក choose file ហ្នឹងមួយមកហើយបន្តមកទៀតបងជ្រើសរើសឈ្មោះ file ហ្នឹងមួយហើយបន្ទាប់មកបងសរសេរថាfile ហ្នឹងមានឈ្មោះអីចឹងមកអញ្ចឹងខ្ញុំសូមសរសេរឈ្មោះខ្ញុំដាក់ថា contract ចឹងទៅបន្ទាប់មកគឺបង submit អញ្ចឹងបន្ទាប់ពីបង submit file ហ្នឹងរួចហើយគឺបងនេះ file ដែលបង submit ហ្នឹងគឺនឹងឃើញនៅចំណុចត្រង់នេះដែរបង